Hello អ្នកទាំងគ្នាថ្ងៃនេះមកជួយជាមួយនឹងខ្ញុំ KKT ដែលខ្ញុំបានលើកយករឿងមួយដែលមានចំណងជើងថា Hunter x Hunter ពីភាគ1ដល់ភាគ15ដែលខ្ញុំលើកយករឿងនេះមកយកមកពិភាក្សាសម្រាប់បញ្ចូលគ្នាយើងកាត់ចូលមកដល់សាច់រឿងដែលនៅលើកោះបាឡែនយើងឃើញមានប្រជាជនជាច្រើនដែលជាអ្នកនេសាទយើងឃើញតួអង្គប្រុសរបស់យើងអង្គុយស្ទូចត្រីបិសាចហើយនេះគឺជាមិញរបស់តួអង្គប្រុសរបស់យើងដែលមានឈ្មោះថាមីតូសាមមានប្រជាជនជាច្រើនមកនិយាយជាមួយនឹងមីតូសាថាមិនចង់ឲ្យកោតនោះទៅប្រឡង Hunter ឡើយហើយអ្នកដែលស្ទូចត្រីបិសាចនោះបានគឺមានតែជីងដែលជាឪពុករបស់តួអង្គប្រុសរបស់យើងហើយនៅរីឯកោតវិញកំពុងតែអង្គុយស្ទូចត្រីស្រាប់តែគាត់មានអារម្មណ៍ចម្លែកហើយក៏បានស្ទូចបានត្រីបិសាចនោះមួយយ៉ាងធំដែលធ្វើឲ្យប្រជាជនជាច្រើននោះភ្លឺភ្នែកជាមួយនឹងកោតជាខ្លាំងហើយគាត់សប្បាយចិត្តជាខ្លាំងប៉ុន្តែមីងរបស់គេនឹងគឺមិនសប្បាយចិត្តនោះឡើយគេក៏បានមកនិយាយជាមួយនឹងមីងរបស់គេដែលជាមីសុសានថាថ្ងៃនេះគេនឹងរៀបចំសម្លៀកបំពាក់ដើម្បីប្រឡង Hunter នៅថ្ងៃស្អែកហើយគេក៏បានរត់ទៅរៀបអីវ៉ាន់បាត់ទៅដល់ពេលស្អែកឡើងក៏បានជួយក៏បានមីងរបស់គេដែលចិត្តមីតូសាមិនចង់ឲ្យគាត់ Hunter ប៉ុន្តែមីងរបស់គេមិនចង់ឲ្យគាត់ទៅឡើយប៉ុន្តែគាត់មិនចង់យ៉ាងណាក៏គាត់នៅតែចង់ទៅប្រឡងដែរដល់ពេលទៅលើសំពៅមានប្រជាជនជាច្រើនហ្នឹងមកអបអរគាត់ហើយគាត់សប្បាយចិត្តជាខ្លាំងនៅលើសំពៅនោះមានអ្នកទៅប្រឡង Hunter ជាច្រើនគឺថាច្រើនមែនតើចង់លើកពេញសំពៅអ្នកគ្នាហើយគាត់ក៏បានជួបនិយាយគ្នាជាមួយនឹងលោកតាម្ចាស់សំពៅហើយគេក៏បានធំក្លិនចម្លែករួចហើយគេក៏បានរត់ឡើងទៅលើក្តៅសំពៅគេក៏បានហិតដឹងថាបន្តិចទៀតនេះនឹងមានព្យុះបោកបក់មកលើសំពៅរបស់គេហើយគេក៏បានស្រែកទៅប្រាប់លោកតាប៉ុន្តែលោកតាមិនជឿប៉ុន្តែយ៉ាងម៉េចក៏គាត់នៅតែជឿតាមកតខ្លះទៅគាត់ក៏មិនសូវជឿដែរប៉ុន្តែបន្តិចក្រោយមកក៏ស្រាប់តែមានព្យុះបោកបក់មកដោយគាត់បាននិយាយមែនហើយលោកតាក៏បានបើកទ្វារសំពៅមកមើលអ្នកដែលទៅប្រឡង Hunter ជាច្រើនបានពលទូកសន្លប់អស់ទៅថាញញៃខ្លាំងមែនទេអ្នកនរគ្នាដល់ពេលអញ្ចឹងទៅលោកតាគាត់ក៏ងើយឆ្ងល់ប៉ុន្តែគាត់ក៏បានឃើញក្មេងប្រុស3នាក់តែមិនបានពលទូកសន្លប់អញ្ចឹងណាហើយគាត់ក៏ហៅ3នាក់នោះមកសួរនាំសួរឈ្មោះអីចឹងទៅពេលគាត់ហៅហើយចូលទៅដល់នៅក្នុងទូកគាត់ក៏បានសួរនាំឈ្មោះសួរអីហើយក៏មានតែគាត់ទេដែលបានប្រាប់ឈ្មោះគាត់ថាគាត់នឹងមានឈ្មោះថាគាត់អីចឹងណាបែអាស្មាននេះមានឈ្មោះថាលីអូរីយ៉ូក៏បាននិយាយទៅលោកតាថាគ្រាន់តែជីសំពៅសោះចាំបាច់ណែណាឈ្មោះហើយគាត់ក៏បានស្គាល់ថាយីអាប៉ែនេះនិយាយជាមួយចាស់មែនដល់អីហ្នឹងរួចទៅគាត់ក៏បានណែណាឈ្មោះថាគេឈ្មោះគាត់ដែលនៅលើកោះបាឡែនមកប្រឡង Hunter ហើយលោកតាម្ចាស់សំពៅក៏ដឹងថាគេជាកូនរបស់ជីងអីចឹងណាហើយលីអូរីយ៉ូក៏បាននិយាយទៅកាន់គាត់ថាហេតុអីចាំបាច់ណែនាំឈ្មោះគឺវាអត់មានអ្វីដែលត្រូវណែនាំឈ្មោះទេហើយគេក៏បាននិយាយ3អូហូស្ទើឡើងពីនឹងតែញ៉ាំខ្ជិលនិយាយហើយអាមួយសក់លឿងនេះគឺគេមានឈ្មោះថាកូរ៉ាប៊ីកាហើយគេក៏បាននិយាយប្រាប់ទៅកាន់លោកតាថាគេហ្នឹងមានឈ្មោះថាកូរ៉ាប៊ីកាហើយពីនេះចិត្តផ្លាស់ឆ្ងល់ថាលោកតានឹងគឺជាអ្នកជំរុះវគ្គទី1ហ្នឹងមែនទេហើយលោកតាក៏បានប្រាប់ថាគាត់គឺជាអ្នកជំរុះការទៅប្រឡង Hunter វគ្គទី1នេះហើយអ្នកខ្លះទៅប្រឡង Hunter គ្រាន់តែកន្លងទូប៉ុណ្ណឹងសន្លប់តាស់លេងភ្ញាក់បាត់ទៅហើយអាមួយសក់លឿងនេះគេក៏បានណែនាំឈ្មោះថាគេមានឈ្មោះថាកូរ៉ាប៊ីកាទៅប្រឡង Hunter គេក៏បាននិយាយថាគេហ្នឹងចង់ខ្លាចជា Hunter ហ្នឹងដើម្បីទៅសងសឹកជាមួយនឹងភេទវករដែលសម្លាប់គ្រួសារគេហើយលីអូរីយ៉ូក៏បាននិយាយថាជុំអានេះទៅប្រឡង Hunter ដើម្បីចង់ខ្លាចជា Hunter ទៅសម្លាប់ឬទៅសងសឹកអីចឹងណាហើយនិយាយពីលីអូរីយ៉ូវិញគាត់ណែនាំថាគាត់ហ្នឹងចង់គាត់
ចង់ខ្លាចជា Hunter ដើម្បីមានលុយទិញឡានទិញផ្ទះអីចឹងណាហើយពីរនាក់ហ្នឹងក៏បានតសម្ដីគ្នាក៏បានបបួលគ្នាទៅវាយគ្នានៅខាងក្រៅអីចឹងណាហើយពីរនាក់គេហ្នឹងក៏បានយល់ព្រមទាំងពីរនាក់ទៅហើយពួកគេក៏បានដើរចេញទៅក្រៅហើយទៅលោកតាក៏បាននិយាយទៅកាន់គាត់ថាឲ្យគាត់ទៅជួយគាត់ទៅប៉ុន្តែគាត់បាននិយាយថាមិនបាច់ទេបន្តិចទៀតហ្នឹងគេនឹងជួបអីគ្នាគេនឹងខ្លាចជាមិត្តភក្តិគ្នាទៅវិញទេហើយលោកតាក៏បានធ្វើតាមហ្នឹងទៅដល់ពេលទៅដល់ខាងក្រៅមកចាប់ផ្ដើមភ្លៀងហើយពួកគេទាំងអស់គ្នាហ្នឹងក៏បានជួយគ្នាដើម្បីទៅដល់ទីតាំងអីចឹងណាហើយពីរនាក់នេះវិញក៏បានរៀបចំបំរុងឲ្យគ្នាទៅហើយពួកគេក៏បាននិយាយគ្នាទៅវិញទៅមកឌីគ្នាទៅវិញទៅមកទូកបបោយ៉ាងខ្លាំងហើយក៏ស្រាប់មានបុរសម្នាក់ដែលហោះប៉ាន់តាមខ្យល់ធ្លាក់ទៅក្នុងទឹកប៉ុន្តែកូរ៉ាប៊ីកានិងលីអូរីយ៉ូនឹងជួយមិនទាន់ទេប៉ុន្តែគាត់បានបដូរជីវិតទៅជួយគេហើយពីរនាក់នេះក៏បានចាប់ជើងគេជាប់ជួយសង្គ្រោះអាប៉ែកនឹងបានសម្រេចទៅហើយដល់ពេលមិនស្ងប់បាត់ទៅលីអូរីយ៉ូបានស្ដីឲ្យគាត់ថាហេតុអីចាំបាច់បដូរជីវិតទៅជួយតាប៉ែកឲ្យជួយអាប៉ែកហ្នឹងហើយគាត់ក៏បាននិយាយទៅវិញថាមិនអីទេគឺជាមិត្តរួមទូកចឹងយើងត្រូវតែជួយសង្គ្រោះគ្នាទៅវិញទៅមកហើយលីអូរីយ៉ូក៏បានស្ដាប់មកទៅវិញទៅហើយប៉ែកមួយដែលគេជួយ3នាក់មកហ្នឹងក៏បានមកអរគុណគេទាំង3នាក់ហើយទៅលីអូរីយ៉ូក៏បាននិយាយថាមិនអីទេគ្រាន់តែរឿងប៉ុណ្ណឹងហើយគ្រាន់តែគេអរគុណប៉ុណ្ណឹងស៊ីចូលមកអាប៉ែកលីអូហ្នឹងណាហើយពួកគេក៏បានបបួលគ្នាថាមិត្តថាសន្យាថាមិនវាយគ្នាទៀតទេហើយពួកគេក៏បានទៅយកព្រមទាំងពីរនាក់យកព្រមឲ្យអាប៉ែកលីអូនេះក៏រៀនខ្វះមាត់បន្តិចដែរហើយគេក៏បានយកព្រមតែធ្វើឲ្យគាត់នឹងសប្បាយចិត្តជាខ្លាំងគឺឈុតតែគេទស្សទាយមែនតែនហ្មងហើយលោកតាក៏បានមកដល់និយាយថាមាត់គាត់ទាយឈុតមែនតែនត្មងហើយគាត់ក៏បានឡើងទៅលើដែលកន្លែងបើកបោះទូកអីចឹងទៅហើយក៏បានថា3នាក់គេនឹងជាប់ធ្វើឲ្យគេទាំង3នាក់នឹងសប្បាយចិត្តយ៉ាងខ្លាំងហើយបន្តិចក្រោយមកពួកគេក៏បានជិះចិត្តដល់ទីតាំងដែលគេត្រូវចតទូកដើម្បីទៅប្រឡង Hunter នៅវគ្គបន្តទៀតអញ្ចឹងណាហើយបន្តិចក្រោយមកគេក៏បានមកដល់ទីកន្លែងដែលគេត្រូវចុះចតហើយលោកតាក៏បានហៅគាត់ឲ្យមកនិយាយជាមួយគាត់បន្តិចថាគាត់មិនត្រូវជិះឡានទៅទេគឺដើរតាមផ្លូវវាងដែលដើរកាត់ទៅតាមលើភ្នំអីចឹងទៅដើរកាត់ទៅលើភ្នំហ្នឹងទៅគឺវាជិតជាងហើយងាយស្រួលធ្វើដំណើរមិនបាច់ជិះដើរតាមផ្លូវឆ្ងាយហើយក៏មានអ្នកលួចស្ដាប់គាត់ហើយនឹងលោកតាចាំមួយហ្នឹងវាទៅធ្វើឲ្យបន្តទៀតហើយគេក៏បានមកមើលផែនទីហើយលីអូរីយ៉ូក៏បានទៅខាងនេះកាច់មកនេះហើយទៅក៏ដល់គាត់ដែរប៉ុន្តែគាត់ក៏បាននិយាយថាអត់ទេលោកតាប្រាប់គេអំបញ្ញមិញថាឲ្យដើរទៅតាមលើភ្នំទៅគឺវាជិតជាងហើយលីអូរីយ៉ូក៏បាននិយាយថាអានេះភ្លើមែនមានឡានជិះអត់ជិះទេសុខចិត្តដើរហើយកូរ៉ាប៊ីកាក៏បានទៅតាមគាត់អីចឹងដែលគេបានសម្រេចចិត្តទៅតាមគាត់គឺថាគាត់ធ្វើយ៉ាងម៉េចគេនឹងទៅតាមគាត់តាមនឹងហើយលីអូរីយ៉ូក៏បានដើរទៅកន្លែងឡានក្រុងហើយស្រាប់តែឮអាពីរនាក់នោះនិយាយថាអ្នកដែលជិះឡានទៅប្រឡង Hunter សុទ្ធតែអ្នកឈួតសពថាវាឆ្ងាយអញ្ចឹងគឺជាផ្លូវបំផុតទេហើយលីអូរីយ៉ូក៏បានរត់ទៅតាមកូរ៉ាប៊ីកាហើយនឹងគាត់អីចឹងណាហើយគេក៏បានធ្វើដំណើរទាំង3នាក់ទៅដល់ទីក្រុងទៅដល់កន្លែងផ្ទះប្រជាជនជាច្រើនប៉ុន្តែគឺគ្មានមនុស្សទេស្ងាត់ឈឹងតែម្ដងដូចស្ងាត់ដូចចោលលឹកសេះចឹងហើយគេក៏បាននឹងជួបនឹងក្រុមលោកយាយម្នាក់ដែលសួរសំណួរនៅការប្រឡង Hunter លើកទី2អញ្ចឹងណាហើយក៏បានសួរគាត់ថា
តែក្រុមកមានតែគួឆ្នាំងផងអីផងធ្វើឲ្យក្រុមកហ្នឹងហួសចិត្តត្មងគឺថាហួសចិត្តមិនហួសដល់8ម៉ោងហើយលោកយាយក៏បានសួរសំណួរពីរថាបើគេចាប់ប្រពន្ធហើយនឹងម្ដាយរបស់ឯងទៅតែឯងត្រូវជួយមួយណាហើយគឺមានចម្លើយពីរគឺមួយម្ដាយពីរប្រពន្ធហើយពួកគេទាំងពីរនាក់ក៏បានពិចារណាហើយក៏មានអាមួយដែលថាលួចស្ដាប់លោកតាពីមុនណាដើរមកដល់ដែរហើយគេក៏បានចូលទៅឆ្លើយសំណួរមុនក្រុមរបស់កទៅតែពេលទៅដល់ភ្លាមលោកយាយក៏ចាប់ផ្ដើមសួរសំណួរដូចកអញ្ចឹងតែមានចម្លើយពីរអញ្ចឹងណាហើយអាមួយហ្នឹងគេក៏សម្រេចចិត្តឆ្លើយសំណួរតែម្ដងហើយគេក៏បានឆ្លើយថាគេនឹងយកម្ដាយដែលលោកយាយក៏បានសួរថាហេតុផលគឺថាប្រពន្ធអាចយកគេក៏បាននិយាយពីមូលហេតុថាម្ដាយដល់ពេលបាត់មួយគឺមិនអាចយកមួយទៀតហើយប្រពន្ធបាត់មួយក៏អាចយកមួយទៀតហើយគេក៏បានឌឺក្រុមកតអីចឹងណាថាក្រុមកតហ្នឹងភ្លើខ្លាំងមែនតើហើយបន្តិចក្រោយមកគឺដល់វេនក្រុមកតម្ដងហើយលោកយាយក៏បានសួរហើយកតហើយនឹងកូរ៉ាប៊ីកាក៏បានគិតពិចារណាហើយលោកយាយក៏បានអង្គុយចាំចម្លើយរបស់ពួកគេក៏បានរកនឹកចម្លើយដែលពួកគេរកនឹកមិនចេញមកឡើយបើជួយមួយគឺអត់មួយហើយលីអូរីយ៉ូណាក៏បានកាន់ដំបងមួយបំរុងនឹងទៅវាយលោកយាយអញ្ចឹងណាហើយបន្តិចក្រោយមកគេក៏បានលោតទៅវាយលោកយាយប៉ុន្តែបានកូរ៉ាប៊ីកាទៅជួយខាត់តាន់កុំអីលោកយាយស៊ីមកដំបងបាញ់ក្បាលខ្ទេចបារ៉ៃអ្នកទាំងគ្នាហើយពួកគេក៏បានជួយគ្នាថាហើយលីអូក៏បាននិយាយថាលោកយាយនឹងសួរចម្លើយឆ្ពោះប៉ុន្តែលីកូរ៉ាប៊ីកាហ្នឹងគេក៏បាននិយាយថាពួកគេកំពុងតែរកនៅចម្លើយហើយកុំឲ្យទៅវាយលោកយាយបន្តទៀតអីហើយលីអូនោះក៏បានប្រាប់លោកយាយថាចម្លើយនោះគឺគ្មានអ្នកណាគេឆ្លើយបានទេគឺចាមួយគឺជួយមួយចាមួយអញ្ចឹងហើយទៅលោកយាយក៏បាននិយាយថានេះគឺជាចម្លើយត្រឹមត្រូវហើយគឺជួយមួយគឺអត់មួយអញ្ចឹងហើយគឺចម្លើយនោះគឺគ្មានចម្លើយទេគឺគ្មានអ្នកណាឆ្លើយត្រូវទេគឺថាអាមួយដែលថាឆ្លើយថាយកម្ដាយនោះគឺលោកយាយនោះគឺឲ្យទៅផ្លូវខុសទេហើយក៏លីអូនោះក៏បានសុំទោសលោកយាយដែលលោកយាយក៏បាននិយាយថាមិនអីទេថាគាត់លើកលែងទោសឲ្យហើយក៏បាននិយាយថាចម្លើយសំណួរនោះគឺគ្មានចម្លើយពិតប្រាកដមែនដោយគេនោះបានអះអាងថាគឺចម្លើយនោះគឺសំណួរនោះគឺវាគ្មានចម្លើយអញ្ចឹងហើយលីអូនោះក៏បាននិយាយថាពួកគេនោះក៏បានឆ្លើយសំណួរនោះត្រូវហើយឯងងើបមកបន្តដំណើរទៀតហើយគាត់នឹងក៏បានរកនឹកចម្លើយបន្តរកនឹកមិនចេញហើយបន្តិចក្រោយមកពួកគេនឹងក៏បានដើរទៅតាមផ្លូវហើយដល់ពេលទៅដល់ព្រៃមួយពួកគេក៏បានឃើញផ្ទះខ្ទមមួយហើយបំរុងពួកគេថាចូលទៅសម្រាកតែដល់ពេលគេបានធ្វើទៅក៏បានឃើញសត្វពួកគេក៏បានសត្វគីរកោមួយដែលមានទម្រង់ដូចសត្វខូរ៉ូម៉ាចឹងដែរអ្នកណាគេធ្លាប់មើលណាអត់ទាន់ដឹងហើយសត្វគីរកោនោះក៏បានចាប់ម្នាក់ដែលជាប្រពន្ធនឹងឲ្យទៅទុកឲ្យលីអូនោះនៅជួយសង្គ្រោះប្តីអញ្ចឹងណាហើយដល់ពេលបន្តិចក្រោយមកគេក៏បានឃើញលីអូរីយ៉ូណាបានរត់មកសួរគាត់ថាហើយកូរ៉ាប៊ីកាហ្នឹងក៏បានយកដំបូងពីកណាត់របស់គេហ្នឹងយកមកវាយលីអូដែលគេដឹងថាលីអូនោះគឺមិនលីអូពិតទេវាគឺជាសត្វគីរិកោហើយសត្វគីរិកោនោះក៏បាននិយាយថាកូរ៉ាប៊ីកានោះគេថាឆ្លាតមែនទែនដែលមើលដឹងថាគេនោះមិនមែនជាលីអូរីយ៉ូហើយគាត់នោះក៏បានយកស្ទួយរបស់គេនោះបានតាមវាយសត្វគីរិកោនោះហើយសត្វគីរិកោនោះក៏បានយាក្រចកឬក៏ញ៉ាំរបស់គាត់នោះរវាយគាត់ហើយគាត់ក៏បានងាកមើលឆ្វេងងាកមើលស្ដាំគេដៀលមិនខុសទេចាញ់ទៅរកអីអាដែលឃើញតែស្ប៉ាហ្គេតទីនៅក្នុងក៏បាននិយាយថាឯងគឺមិនមែនជាសត្វគីរកោដែលគេដាក់មួយសទួយអំបញ្ញមិញទេហើយការពិតសត្វគីរកោនោះគឺជាគ្រួសាររបស់ប្តីប្រពន្ធពីរនាក់នៅអីចឹងណាហ
ហើយប្តីប្រពន្ធពីរគូនោះក៏គឺជាអ្នកជំរុះវគ្គទី3នេះដែលគេបាននិយាយទៅកាន់3នាក់នោះថាពួកគេក៏បានជាប់នៅការជំរុះវគ្គទី3នឹងហើយពួកគេធ្វើដំណើរទៅកាន់កន្លែងប្រកួតបន្តទៀតហើយពួកគេក៏បានជួយយកក្រុម God ហ្នឹងទៅកាន់ការជំរុះវគ្គទី3អញ្ចឹងណាគឺថាអត់មែនយកទុកឲ្យអំជូនទេគឺភាគនេះគឺចប់ហ្មងអ្នកគ្នាចាំមើលនៅភាគបន្តទៀតដែលជាភាគទី3អញ្ចឹងណា